ស្តីអ្នកគ្នាអញ្ចឹងយើងបន្តការគូកាមេរ៉ាដែលប្រើប្រាស់តាមទី Illustrator អញ្ចឹងយើងអាចប្រើប្រាស់ rectangle ellipse tool shape builder tool ជាដើមអញ្ចឹងជាដំបូងសម្រាប់ការគូយើងអាចប្រើ rectangle យ៉ាអញ្ចឹងខ្ញុំសូមទាញទំហំពេលខ្លះទៅវាអាចនឹងស្មានត្រូវនឹងរបស់គេទេតែគ្នាយើងអាចគូសតាមមកហើយយើងអាចបិទ fill ចោលនេះ fill អានេះ stroke អញ្ចឹងខ្ញុំបិទ fill ចោលហើយខ្ញុំយកវាទៅជា stroke ទេអញ្ចឹងជាហ៊ានបន្តទៀតកន្លែងនេះខ្ញុំបន្ថែម stroke តិចខ្ញុំយកទៅ3ខ្ញុំយកទៅ3ហើយខ្ញុំទាញវាឲ្យកោងបន្តិចទៅអូខេអញ្ចឹងជាហ៊ានបន្តទៀតអញ្ចឹងខ្ញុំអាចបើក fill ខ្ញុំចាក់ color ហើយខ្ញុំយក color អញ្ចឹងបើសិនអ្នកនរចង់បាន color របស់គេអ្នកនរអាចប្រើ eyedropper tool នេះហើយខ្ញុំចាក់ color បែបនេះអូខេអញ្ចឹងខ្ញុំសូមបើក stroke ម្ដងទៀតមិញយើងយក3យក3អញ្ចឹងខ្ញុំបានប៉ុណ្ណេះហើយជាបន្តទៀតខ្ញុំសូមគូសអាផ្នែកខាងក្រោមនេះហើយមកទៅនេះផ្នែកខាងក្រោមទូនេះអញ្ចឹងខ្ញុំប្រើ line tool ហើយខ្ញុំបិទ fill ចោលខ្ញុំគូសខ្ញុំគិតថាខ្ញុំគូសធំនេះអូខេយើងចុចពេលយើងគូសយើងចុច C ឲ្យជាប់ទៅវាបានត្រង់ហើយអូខេអញ្ចឹងខ្ញុំចាប់ផ្ដើមគូសខ្ញុំគូសកាមេរ៉ាពីមុខនេះហើយមកទៅអញ្ចឹងខ្ញុំសូមយក ellipse tool ហើយខ្ញុំចុចវាចំកណ្ដាលបែបនេះហើយខ្ញុំចុច C បូកនឹង Alt ឲ្យជាប់ខ្ញុំគូសវាបែបនេះអូខេអញ្ចឹងយើងអាចទាញវាចុះក្រោមបន្តិចតែវាអត់ស្មើអញ្ចឹងណាអូខេអញ្ចឹងខ្ញុំសូមទាញវាធំបន្តិចអូខេអញ្ចឹងខ្ញុំអាចយកឲ្យស្មើហើយខ្ញុំអាចបដូរពណ៌ទៅជាពណ៌ក្រហមបែបនេះអញ្ចឹងខ្ញុំបដូរទៅជាពណ៌ក្រហមបែបនេះតែអ្នកនរគ្នាចង់បានពណ៌ដូចគេអ្នកនរគ្នាអាចប្រើ eyedropper tool យើងselect លើពណ៌ហ្នឹងមកតែយើងត្រូវបាត់ stroke ហើយអញ្ចឹងយើងអាចបើក stroke មកដាក់ទៅ3មកអូខេអញ្ចឹងបន្ទាប់ពីបានប៉ុណ្ណេះហើយគ្នាយើងប្រើយើង select លើ ellipse ហ្នឹងហើយយើងចុចទៅខាង edit យើងនេះ copy ហើយយើងចូលម្ដងទៀតយើងប៉ា front ដើម្បីយើង copy យកពណ៌បៃតងនេះមួយទៀតអញ្ចឹងខ្ញុំសូមទាញវារៀងទូចតិចមកខ្ញុំទាញយកប៉ុណ្នេះអ្នកនរគ្នាអាចទាញយកតាមការឆ្លាញ់របស់អ្នកនរគ្នាបានអញ្ចឹងយើងអាចដាក់សាក់ដូរទៅពណ៌បៃតងអូខេអញ្ចឹងជាក់ស្ដែងទៅអានេះរៀងធំខ្ញុំគូសមករៀងទូចអញ្ចឹងអាចទាញតិចចុះអូខេឥឡូវខ្ញុំសម្រេចថាយកប៉ុណ្ណេះទៅអញ្ចឹងយើងចាប់ដើមគូសពណ៌សនេះចំពោះពណ៌សហ្នឹងយើងបិទ fill ចោលទៅយើងបិទ fill យើងយកជា stroke នេះយកជា stroke អូខេអញ្ចឹងខ្ញុំអាចយក Art Tool សាក់ Art Tool គូសិនខ្ញុំ click ចំនេះអូខេអញ្ចឹងបន្ទាប់ពីគូបាននេះហើយខ្ញុំ transform ខ្ញុំ reflect អូខេ reflect ហើយខ្ញុំចាប់ទាញវា rotate បែបនេះអូខេឥឡូវខ្ញុំសូមទាញវាមកចេះបន្តិចអញ្ចឹងsorry អញ្ចឹងខ្ញុំបានវាប៉ុណ្ណេះហើយខ្ញុំអាច change វាទៅពណ៌ស
ចឹងកន្លែងនេះវារៀងមូលចឹងរបស់យើងកន្លែងនេះវាអត់មូលដូចគេចឹងដើម្បីបានមូលកោងកន្លែងហ្នឹងបានដូចគេនេះអ្នកនរគ្នាឃើញកោងហើយរបស់យើងអត់ទេចឹងយើងចូលទៅកាន់ light stroke នេះឬក៏ stroke នេះក៏បានដែរយើងចូលមកហើយយើង select យកមួយនេះអូខេចឹងយើងអាច rotate វាស្មើតិចមកតោះចឹងជាហ៊ានបន្តទៀតអ្នកនរគ្នាចាប់ដើមគូអាមូលនេះនិងមួយនេះចឹងខ្ញុំសូមchange វាចឹងអ្នកនរគ្នាអាច copy អានេះក៏បានដែរនេះ copy នេះចឹងចាប់ទាញបែបនេះមកហើយយើងព្រមវាទូចេះក៏បានដែរតែគ្រាន់យើងព្រមទៅ stroke នេះវានេះចឹងអ្នកនរគ្នាថយ stroke ទៅយើងយកធំតិចមកអូខេហើយខ្ញុំគិតថាខ្ញុំយកប៉ុណ្នេះstroke នេះអ្នកនរគ្នាអាចស្មានអូខេយើងទូចឹងអូខេជាងសូមទាញវាធំតិចយកប៉ុណ្ណេះទាញប៉ុណ្ណឹងហើយយកតមកទៀតខ្ញុំគូស rectangle មួយទៀតនេះគូសអានេះខ្ញុំគូសមកទៅខ្ញុំយកតាមនេះហើយខ្ញុំគូសបែបនេះហើយកន្លែងនេះរៀងកោងចឹងកន្លែងនេះរៀងកោងយើងអាចចាប់ទាញចេះមកយកមកល្មមបានហើយអូខេចឹងនៅសល់កន្លែងនេះមកតាមទៀតយើងអាចគូសម្ដងទៀតឬក៏យើងអាច copy អានេះទៅក៏បានដែរយើងចុច Alt copy ទីមកក្រៅចេះមកហើយយើងអាចតក fill ចេញទៅអូខេហើយខ្ញុំសូមទាញវាចុះខមមកចេះចឹងបើយើងដាក់ទៅវាអត់ចូលទេវានៅខាងលើអាចស្រែមកល្មមគ្នាចឹងយើងចូលទៅកាន់ layer មកអូខេខ្ញុំបើក layer ហើយនេះខ្ញុំទាញវាមកក្រោមផុតចាំឲ្យវាចូលខាងក្រោមហើយយើងអាច copy វាមកនេះមួយទៀតចុច Alt ជាប់ហើយខ្ញុំទាញវាធំតិចអូខេថាខ្ញុំយកប៉ុណ្នេះអូខេចឹងខ្ញុំគ្រប់មកចឹងសម្រាប់ការគូសកាមេរ៉ាគឺមានតែប៉ុណ្្នឹងទេចឹងសូមអ្នកនរគ្នាអនុវត្តជាមួយនឹងការងារនឹងទាំងអស់គ្នាបាទសូមអរគុណ